រឿងព្រាហ្មណ៍ភេរទ្វាជៈអរិយសាវកមិនដែលព្រឺដោយពាក្យគំរាមអ្នកដទៃឡើយក្នុងក្រុងរាជកហៈមានព្រាហ្មណ៍ម្នាក់ឈ្មោះភេរទ្វាជៈជាមនុស្សមច្ឆាទិដ្ឋិឥតមានសទ្ធាឥតមានសេចក្តីជ្រះថ្លានិងរឹងត្អឹងប្រហែលដង្កត់ឈើដើមកគីបើមានជនណាពោលថាព្រះពុទ្ធព្រះធម៌ព្រះសង្ឃគាត់តែងនឹងយកដៃខ្ទប់ត្រចៀកជានិច្ចឯប្រពន្ធគាត់ឈ្មោះធនិញជានីជាអរិយសាវកាមានសទ្ធាមានសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធសាសនាជាមហិមានាងនោះឈរក្តីអង្គុយក្តីកណ្ដាស់ក្តីក្អកក្តីតែងធ្វើការនមស្ការថានមោពុទ្ធាសៈសូមថ្វាយបង្គំព្រះពុទ្ធដូច្នេះច្រើនប្រក្រតីនិយាយអំពីព្រាហ្មណ៍ជាស្វាមីចង់ឲ្យមធុបាយៈមានទឹកតិចដល់ព្រាហ្មណ៍500រូបក៏ពោលអង្វរប្រពន្ធថាមនានាងស្អែកនេះខ្ញុំអញ្ជើញព្រាហ្មណ៍500ឲ្យមកឆាន់ក្នុងផ្ទះយើងនាងកុំធ្វើនមស្ការសមណៈត្រងោអស់មួយថ្ងៃស្អែកនេះព្រោះព្រាហ្មណ៍ទាំងឡាយបើឮពាក្យនមស្ការនេះមុខជាអអន់ចិត្តជាមិនខានដូច្នេះកុំធ្វើឲ្យខ្ញុំឯកអំពីពួកព្រាហ្មណ៍ទាំងនោះព្រាហ្មណ៍ម្នីពោលតបថាខ្ញុំមិនអាចអខានរំលឹកព្រះសាស្តាបានទេទោះអ្នកឯកអំពីព្រាហ្មណ៍ក៏ដោយពីទេវតាក៏ដោយព្រាហ្មណ៍ក៏ទាញប្រខ័ណ្ឌមកគំរាមថាបើនាងនមស្ការសមណៈត្រងោក្នុងកណ្ដាលប្រជុំព្រាហ្មណ៍ទាំងនោះអញនឹងកាត់ក្បាលនាងដោយប្រខ័ណ្ឌនេះជាកំណាត់ធម្មតាផែនដីមិនងាយមានអ្នកធ្វើឲ្យកម្រើកបានឬអ្នកណាមួយអាចនឹងបង្វិលភ្នំសមេរុបាននោះគ្មានឯព្រះអរិយសាវកទាំងឡាយក៏មិនងាយអ្នកណាបង្វិលបានយ៉ាងនោះដែរព្រោះហេតុនោះបានជានាងព្រាហ្មណីជាអរិយសាវកាពោលថាសច្ចេមੰអង្គៈមង្គានិកាមੰឆច្ចៈសិព្រាហ្មណនេវិហੰវិរៈមិសាមិពុទ្ធាសេដ្ឋសាសនាមនាព្រាហ្មណ៍បើអ្នកពិតជាកាត់អវយវៈតូចធំខ្ញុំឲ្យវាចាក់សាសនាពុទ្ធដ៏ប្រសើរក៏ពិតជាមិនបានដែរព្រាហ្មណ៍មិនប្រហារនាងព្រាហ្មណីក៏ពោលថានាងកប់ចិត្តកម្មណាចូលធ្វើកម្មនោះចុះលុះថ្ងៃព្រឹកឡើងក៏ឲ្យគេចាត់ចែងបាយយ៉ាស់ហើយឲ្យទៅប្រាប់ផាត់តកាលដល់ព្រាហ្មណ៍ទាំងឡាយព្រាហ្មណ៍ទាំងឡាយមកអង្គុយជាជួរគ្នាឯព្រាហ្មណ៍ក៏អង្គុយនៅទីបំផុតនៃជួរនោះដែរព្រាហ្មណីកាន់វែកមាសចូលទៅអង្គាសផាត់ឲ្យព្រាហ្មណ៍ទាំងឡាយក៏ប៉ះទង្គិចជើងនឹងជ្រុញហើយរំលឹកចំពោះព្រះសាស្តាធ្វើប្រណម្យវាចាលើកប្រណម្យទៅរកវត្តវេលវ័នថានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធថាសៈអស់វរៈ3ដងលំដាប់នោះពួកព្រាហ្មណ៍ខ្លះបរិភោគរួចហើយខ្លះកំពុងបរិភោគខ្លះទៀតកំពុងលើកបាយដាក់ក្នុងមាត់ឬសូពាក្យនោះក៏ហាក់ដូចគេយកដាវប៉ុនភ្នំសមេរុមកសំពងក្បាលឬដូចជាគេយកដៃស្រួចមកចាក់ឆ្កៀលត្រង់ត្រចៀកហើយខ្ជាក់បាយចោលមកវិញជេរប្រតិចព្រាហ្មណ៍អ្នកអញ្ជើញទើបជិះចេញទៅឯព្រាហ្មណ៍ជាស្វាមីក៏ជេរប្រតិចនាងជាភរិយាដោយប្រការផ្សេងតែមិនអាចធ្វើអ្វីនាងបានក៏ពោលថាស្រីចង្រៃនេះចេះតែពោលសរសើរសមណៈត្រងោយ៉ាងនេះឥឡូវនេះអញនឹងពោលផ្ចាញ់ផ្ចាលឲ្យសមណៈត្រងោនោះទើបដើរទៅវត្តវេលវ័នទាំងកំហឹងទៅដល់មិនថ្វាយបង្គំព្រះសាស្តាផងស្រាប់តែសួរប្រស្នាថាកឹងសុខិត្វាសុខੰសេតេកឹងសុខិត្វាសោអ្នកសោចតិកឹងសស្សៈឯកធម្មសៈវៈធាំងរោជេសិកោតមៈបកុលសម្រាប់អ្វីណទើបដេកលក់ស្រួលសម្រាប់អ្វីណទើបមិនសោយសោកបពិតព្រះគោតមព្រះអង្គគប់ចិត្តសម្រាប់ធម៌អ្វីជាធម៌តែមួយព្រះសាស្តាតបថាកោធាំងខិត្វាសុខੰសេតេកោធាំងខិត្វានសោចតិកោថាសៈវិសៈមូលសៈមៈធុងកសៈព្រាហ្មណវៈធាំងអរិយាបស្សੰសន្តិតញ្ញហិខិត្វានសោចតិ
បកលសម្រាប់សេចក្តីក្រោធទើបដេកស្រួលសម្រាប់សេចក្តីក្រោធទើបមិនសោយសោកមនីព្រាហ្មណ៍ព្រះអរិយៈទាំងឡាយតែងសរសើរការសម្រាប់សេចក្តីក្រោធដែលមានរឹសជាពឹសមានចុងដ៏ផ្អែមបើបកលសម្រាប់សេចក្តីក្រោធនោះបានទើបមិនសោយសោកលុះចប់ព្រះប្រស្នាដែលព្រះព្យាករហើយព្រាហ្មណ៍ក៏មានសេចក្តីជ្រះថ្លាហើយសូមឧបសម្បទាក្នុងសំណាក់ព្រះអង្គមិនយូរប្រមាណក៏សម្រេចព្រះអរហន្តតទៅព្រាហ្មណ៍ភារទ្វាជៈព្រាហ្មណ៍ហ្នឹងគាត់ជាមនុស្សមច្ឆាទិដ្ឋិណាគ្រប់នៅក្នុងសាសនាព្រាហ្មណ៍ហើយភរិយាគាត់ធនិញជានីហ្នឹងគឺជាអ្នកមានសទ្ធាជាសោតាបណ្ណបុគ្គលណាជាអ្នកមាននៅសមាទិដ្ឋិនៅក្នុងពុទ្ធសាសនាហើយដល់ថ្ងៃមួយហ្នឹងប្តីហ្នឹងចង់អញ្ជើញពួកព្រាហ្មណ៍ហ្នឹងមកទទួលបាយទឹកអីចឹងហើយក៏ប្រាប់ប្រពន្ធថាកុំឲ្យនមស្ការដល់ព្រះសមណគោតមអីដល់ប្រពុតអីថ្ងៃហ្នឹងព្រោះអញ្ជើញព្រាហ្មណ៍មកដល់នាងក៏ធ្លាប់មាត់ហើយណាដល់ពេលអញ្ជើញពួកព្រាហ្មណ៍មកក៏បានតាក់ជើងណារដួលអីចឹងទៅក៏ភ្ញាក់សូត្រនមោតស្សៈ3ចប់នមស្ការចំពោះព្រះដ៏មានពភៈប្រពុតចឹងហើយក៏ព្រាហ្មណ៍នឹងគេខឹងគេស្ដីឲ្យគេតេះដៀលណាដល់ប្តីនឹងក៏ខឹងក្រោធរកយកដាវមកសម្លាប់ប្រពន្ធអីជាដើមប៉ុន្តែចុងក្រោយក៏ទៅផ្ចាញ់ជាមួយនឹងព្រះណាផ្ចាញ់ជាមួយនឹងប្រពុតនៃយើងទៅចង់ចាក់បាសនាក៏សួរព្រះអង្គថាតើសម្លាប់អ្វីទៅដេកជាសុខហើយសម្លាប់អ្វីទៅមិនសោយសោកហើយព្រះអង្គក៏សម្ដែងប្រាប់វិញថាព្រាហ្មណ៍សម្លាប់សេចក្តីក្រោធបុគ្គលសំទោសបុគ្គលដែលសម្លាប់សេចក្តីក្រោធទៅមិនទៅដេកជាសុខណាបុគ្គលសម្លាប់សេចក្តីក្រោធទៅមិនសោយសោកអញ្ចឹងព្រាហ្មណ៍ហ្នឹងគាត់ខឹងព្រះមកដល់កន្លែងព្រះហ្នឹងគឺដោយសារគាត់មាននៅកំហឹងក្រាវក្រោធខឹងនៅក្នុងចិត្តហ្នឹងឯងក្តៅពុះកញ្ជ្រោលនៅក្នុងចិត្តហ្នឹងទៅគាត់មកដល់កន្លែងព្រះហ្នឹងហើយចុងក្រោយព្រាហ្មណ៍ហ្នឹងស្ដាប់ធម៌ទេសនាយល់ក៏មានឧបនិស្ស័យក៏ចូលប្រភ្នោះទៅមិនយូរប្រហែលក៏បានសម្រេចធម៌អីជាដើមអញ្ចឹងណានឹងរឿងព្រាហ្មណ៍ភារទ្វាជៈណាមានប្រមាណប៉ុណ្ណឹង